ដល់ព្រៃកោងកាងនៅកពតប្រំតូចស្រួយកែបអត់មកស្អាតហើយមានអ្នកវិសាទូគេនោះមានអ្នកនេសាទដាក់ម៉ងយកទិញក្តាមពេះទៅអាក្តាមស្អីគេហៅក្តាមនេះគេต้องភ្លេចដល់ព្រៃកោងកាងបោះក្តាមគេយកត្រាំប្រៃអត់លើផ្លែផ្សេងអត់ត្រូវស្រុកទេហ្មងមិនអត់លើកដើមសិនមើលសិនឡើងស្រុកទៅដល់ថ្មីនេះព្រៃកោងកាងរបស់សហគមន៍នៅកែបអញទិញក្តាមផ្សេងผ่าน2គីឡូធម្មជាតិនៅខាងលោកសមុទ្រហើយទូកនេសាទគេหมดสมดនោះប្រហែលជាភ្នំបូកូអ្នកនរគ្នាមើលក្នុងទូមើលភ្នំបូកូហើយព្រៃគេស្អាតហ៎ដាក់ចាំអីមើលទៅទំធ្វើថ្មីដើមខ្មែរក្រហមនេះផ្លូវត្រឡប់ទៅវិញវិញខៀវនេះហើយនេះតែដើរប្រហែលជាដើរមកទៅផ្លូវនេះដើរមកជុំព្រែកនេះទេសភាពស្អាតមកជាប់ព្រែកឬសមុទ្រធំហ្នឹងកន្លែងនេះហើយគេរកជានេសាទអីគេរកតាមហ្នឹងនេះប្រហែលជាកន្លែងគេដាក់ប្រោះគេនេសាទបានគេប្រោះក្តាមប្រោះត្រីក្នុងហ្នឹងហើយយើងដើរអញ្ចឹងអាចហើយកន្លែងនេះគឺសមុទ្រធំមែនទៅខាងវាលធំដើមជ័រដើមឈើជ័រឥឡូវខ្ញុំដើរទៅហើយមុនហ្នឹងរៀងមលុបដល់នេះរៀងក្តៅអាចឡើងពោតខាងទឹកខាងខ្ញុំគិតថាប្រហែលជាដល់កំពតខាងឡាយទូកគេចេញនេះផ្លូវទៅណានេះដល់នេះអូអានេះគេមានជំនួយរកឧបករណ៍នេសាទសហគមន៍បានសហការចូលរួមជាមួយផលិតផលអាជ្ញាធរបាត់មើលលើភ្នំនៅនេះខាងនោះទិសដៅខាងនោះខេត្តកែបក្រុងកែបខ្ញុំចាំកន្លែងអងតែននេះឯងនៅកែបក្រុងកែបខាងទិសដៅហ្នឹងខាងនេះប្រហែលអានេះភ្នំបូកូខាងនេះខ្ញុំចេញពីនេះទៅខ្ញុំទៅក្រុងវាឡើងធំចឹងប្រហែលជាវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ផ្ដល់ឲ្យអ្នកទាំងអស់គ្នា
ស្រួលរត់ទេយើងមកពីក្រុងកែបយើងមកក្រុងកែបឆ្វេងដៃវាមកពីក្រុងពោតស្ដាំដៃចូលទៅមានបរិយមានអីប្រហែលជាចូលទៅប្រហែលជា3 4 5គីឡូដល់ហើយមកដល់កន្លែងសហគមន៍ព្រៃកោងកាងទីអរគុណសម្រាប់ការទស្សនារបស់គ្នាការក្រោយនឹងម្លេងទៀតបាយបាយ